ថ្ងៃនេះខ្ញុំនឹងលើក tip មួយចំនួនដែលជួយឲ្យយើងធ្វើចិត្តបានលឿននៅពេលដែលយើងត្រូវបានគេបដិសេធខ្ញុំមានក្តីស្រមៃជាច្រើនដែលខ្ញុំចង់បានហើយខ្ញុំមានគោលដៅជាច្រើនដែលខ្ញុំបានកំណត់ទុកប៉ុន្តែក្តីស្រមៃនិងគោលដៅទាំងអស់ហ្នឹងគឺវាអត់បានដូចចិត្តខ្ញុំដែលខ្ញុំចង់បាននោះទេហើយក្តីស្រមៃនិងគោលដៅរបស់ខ្ញុំហ្នឹងត្រូវបានគេបដិសេធគេអត់ទទួលយកដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខកចិត្តមានអារម្មណ៍ថាអត់សប្បាយចិត្តខ្ញុំជឿថាបងប្អូនដែលកំពុងតែមើលវីដេអូនេះក៏ធ្លាប់ជួបរឿងអញ្ចឹងដូចខ្ញុំដែរឧទាហរណ៍ថាយើងត្រូវបានគេបដិសេធអត់ទទួលយកការងាររបស់យើងឬក៏នៅពេលដែលយើងចូលរួមប្រឡងប្រកួតប្រជែងយើងចង់បានលទ្ធផលខ្ពស់ប៉ុន្តែអ្វីយើងទទួលបានគឺលទ្ធផលដែលទាបអត់ដូចនឹងអ្វីយើងចង់បានរំពឹងទុកសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ហ្មងខ្ញុំត្រូវបានគេបដិសេធជាច្រើនដងមែនតើនៅពេលដែលខ្ញុំធ្វើការងារជាអ្នកលក់ខ្ញុំចាំបានថាកាលហ្នឹងខាងក្រុមហ៊ុនឲ្យយើងធ្វើ cool call វាថា call ទៅគេភ្លាមក្នុងការលក់អញ្ចឹងណាខ្ញុំបានតាក់ទងទៅអតិថិជនជាច្រើនអ្នកដែលគេផ្ដល់លីឲ្យយើង100អ្នកជាងអញ្ចឹងទៅក្នុង100អ្នកជាងខ្ញុំតាក់ទងទៅមានគេចាប់អារម្មណ៍នឹងលក់បានតែ2-3អ្នកអីទេអញ្ចឹងគិតមើលថាក្នុងភាគរយ100អ្នកគេបដិសេធយើងចូល100អ្នកជាងយើងលក់បានតែ2-3អ្នកហ្នឹងដែលការបដិសេធទាំងអស់ហ្នឹងធ្វើឲ្យខ្ញុំខកចិត្តធ្វើឲ្យខ្ញុំបាក់ទឹកចិត្តមែនតើនៅពេលហ្នឹងខ្ញុំសួរខ្លួនឯងថាដោយសារតែខ្ញុំអត់មានសមត្ថភាពគ្រប់គ្រាន់មែនបានធ្វើឲ្យគេចាប់អារម្មណ៍ផលិតផលយើងអត់បានខ្ញុំអត់ទាន់ប្រកែក្នុងការលក់មែនបានគេអត់ទិញយើងខ្ញុំអត់ចេះបិទការលក់មែនបានគេបដិសេធយើងហើយគេកុហកយើងភ្ញៀវកុហកអញ្ចឹងទៅថាចង់បានថាទិញប៉ុន្តែគេអត់ទិញវិញអញ្ចឹងសំណួរជាច្រើនដែលលោតមកសួរខ្ញុំហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំអត់ល្អគ្រប់គ្រាន់ខ្លួនខ្ញុំអត់មានសមត្ថភាពខ្លួនខ្ញុំអត់ប្រកែក្នុងការធ្វើរឿងទាំងអស់ហ្នឹងតែចាក់ស្ដាយវាអត់មានអញ្ចឹងទេយើងបានខិតខំរួចហើយយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការលក់ហើយនឹងគ្រាន់តែជាឧទាហរណ៍ចាក់ស្ដែងខ្ញុំធ្លាប់បានជួបគេបដិសេធច្រើនដងទេហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏ធ្លាប់ជួបរឿងចឹងដូចខ្ញុំដូចគ្នាក៏ធ្លាប់ត្រូវបានគេបដិសេធជាច្រើនដងនៅក្នុងជីវិតដែរថ្ងៃនេះខ្ញុំនឹងលើក tip មួយចំនួនដែលជួយឲ្យយើងធ្វើចិត្តបានលឿននៅពេលដែលយើងត្រូវបានគេបដិសេធទី1យើងត្រូវទទួលស្គាល់ការពិតថាក្នុងដំណើរជីវិតរបស់យើងតែងតែជួបរឿងគេបដិសេធអញ្ចឹងឯងយើងអាចជួបរឿងបដិសេធរាប់រយដងរាប់ពាន់ដងរាប់សែនដងនៅក្នុងដំណើរជីវិតរបស់យើងអត់អាចគេចផុតវាបានទេហើយយើងក៏អត់អាចគ្រប់គ្រងការបដិសេធនឹងបានដែរព្រោះហ្នឹងគឺជាជំរឿនរបស់គេហ្នឹងគឺជាការសម្រេចចិត្តរបស់គេមូលហេតុដែលគេអត់ទទួលយកយើងគេអត់រើសយកយើងគេអាចនឹងមានហេតុផលជាច្រើនដូចជាយើងអត់ទាន់ស័ក្តិសមទៅនឹងជំរឿនមួយហ្នឹងឬក៏គេអាចមានជំរឿនដែលល្អជាងនឹងដែលមិនមែនជាយើងឬក៏គេអត់ទាន់ត្រូវការយើងនៅពេលហ្នឹងយើងត្រូវទទួលយកការពិតទាំងអស់ហ្នឹងចំណុចទី2នៅពេលដែលគេបដិសេធយើងត្រូវដឹងថាយើងបានខិតខំរួចហើយយើងបានព្យាយាមរួចហើយប៉ុន្តែគេនៅតែបដិសេធគេនៅតែទទួលយកអត់បានអាហ្នឹងគឺជារឿងរបស់គេទេយើងទទួលស្គាល់ការពិតទៅព្រោះយើងខំអស់ពីសមត្ថភាពខំអស់ពីលទ្ធភាពរួចហើយវាមិនមែនជារបស់យើងចំណុចទី3ការបដិសេធវាធ្វើឲ្យយើងឈឺចាប់ពិតមែនប៉ុន្តែការបដិសេធហ្នឹងធ្វើឲ្យយើងដឹងពីចំណុចខ្សោយរបស់ខ្លួនយើងថាយើងនៅខ្វះខាតកន្លែងណាហើយជួយឲ្យយើងលុតដំខ្លួនឯងឲ្យយើងខំប្រឹងបន្ថែមទៀតឲ្យយើងចេញពី comfort zone របស់ខ្លួនឯងចេញពីតំបន់សុវត្ថិភាពឲ្យយើងខំប្រឹងបន្ថែមអភិវឌ្ឍខ្លួនឯងបន្ថែមឲ្យស័ក្តិសមនឹងអ្វីយើងចង់បានខ្ញុំមានក្តីស្រមៃខ្ញុំមានគោលដៅហើយអត់បានដូចចិត្តរបស់យើងអត់សមតាមបំណងរបស់យើងខ្ញុំតែងតែប្រាប់ខ្លួនឯងថាអត់អីទេខ្ញុំបានខំរួចហើយការបដិសេធរបស់គេក៏បង្ហាញថាខ្ញុំបានប្រឹងវារួចដែរចឹងខ្ញុំអត់ត្រូវពិបាកចិត្តនឹងរឿងទាំងអស់ហ្នឹងទេហើយជឿអត់ថានៅពេលដែលយើងត្រូវបានគេបដិសេធហ្នឹងយើងអាចនឹងជួបមនុស្សដែលល្អឬក៏រឿងដែលល្អឬក៏ផ្លូវដែលល្អប្រសើរជាងកន្លែងដែលគេបដិសេធយើងនឹងទៀតចុងក្រោយត្រូវចាំថារឿងគ្រប់យ៉ាងវាអត់អាចសមតាមបំណងសមតាមអ្វីយើងចង់បានរហូតទេហើយក៏អត់មានអ្វីដែលស័ក្តិសមនឹងយើងទាំងអស់ដែរចំពោះខ្ញុំផ្ទាល់ខ្ញុំមានចំណឿចិត្តថាការឈឺចាប់ដែលខ្ញុំបានជួបកន្លងមករឿងដែលខ្ញុំធ្វើខុសកន្លងមករឿងដែលពិបាកដែលខ្ញុំធ្លាប់បានឆ្លងកាត់អានឹងគឺជាមេរៀនជីវិតរបស់ខ្ញុំដែលខ្ញុំត្រូវតែជួបហើយបើសិនជាអត់មានការឈឺចាប់អត់មានការបដិសេធអត់មានរឿងដែលអត់សមតាមបំណងទាំងអស់ហ្នឹងទេក៏អត់ខ្ញុំបានខ្លាចជាខ្ញុំជានីតាដល់ថ្ងៃហ្នឹងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាវីដេអូមួយនេះអាចជួយបងប្អូនទាំងអស់គ្នាឲ្យមានអារម្មណ៍ល្អជាងមុននៅពេលដែលយើងជួបរឿងដែលអត់សមតាមបំណងឬក៏ត្រូវបានគេបដិសេធពីនាងខ្ញុំនីតាអរគុណច្រើនជម្រាបលា